រដ្ឋបាលខេត្តព្រះសីហនុបើកសន្និបាតបូកសរុបការងារឆ្នាំ2025និងដាក់ទិសដៅពង្រឹងសន្តិសុខឲ្យកាន់តែរឹងមាំសម្រាប់ឆ្នាំ2026នៅព្រឹកថ្ងៃសុក្រទី23ខែមករាឆ្នាំ2026ឯកឧត្តមវង្សផាណាតប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026ទោះបីជាជួបបញ្ហាប្រឈមពីសភាពការសកលក៏ដោយរដ្ឋបាលខេត្តព្រះសីហនុសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណសម្រេចបានជោគជ័យលើគ្រប់វិស័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសន្តិសុខនិងបញ្ហាសន្តិភាពបង្ក្រាបបានយ៉ាងមានប្រសិទ្ធភាពនៅបទល្មើសបច្ចេកវិទ្យាលបែងស៊ីសងខុសច្បាប់គ្រឿងញៀននិងអំពើជួញដូរមនុស្សការវិនិយោគជំរុញកម្មវិធីពិសេសដើម្បីទាក់ទាញការវិនិយោគនិងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានជាទិសដៅយុទ្ធសាស្ត្រឆ្នាំ2026អង្គសន្និបាតបានដាក់ចេញនូវវិធានការចំពោះមុខរួមមាន 1. ពង្រឹងសន្តិសុខសង្គមបង្កើនការតាមដាននិងទប់ស្កាត់បទល្មើសឆ្លងដែននិងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទដើម្បីធានាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងព្រឹត្តិការណ៍ជាតិធំៗ 2. លើកកម្ពស់សេវាសាធារណៈពង្រឹងអភិបាលកិច្ចល្អនិងដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានឲ្យចំគោលដៅ 3. គោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្តផ្សព្វផ្សាយនិងអនុវត្តឲ្យកាន់តែស៊ីជម្រៅដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសង្កត់ធ្ងន់ថាអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តតំបន់ឆ្នេរមួយនេះ